មានលោកសេដ្ឋីម្នាក់ដែលគាត់គឺជាអ្នកមានទ្រព្យស្រុកស្ដំមុខរបររបស់គាត់ជួញដូរក្របីហើយគាត់តែងតែជួយទិញក្របីអ្នកភូមិក្នុងតម្លៃថ្លៃអ្នកភូមិតែងតែយកក្របីមកលក់ឲ្យគាត់ជានិច្ចខ្ញុំចិត្តមិនដាច់ទាល់តែសោះលោកសេដ្ឋីប៉ុន្តែបើខ្ញុំមិនលក់វាខ្ញុំអត់មានប្រាក់ដើម្បីយកប្រពន្ធទៅរកគ្រូពេទ្យដូច្នេះហើយទើបខ្ញុំសម្រេចចិត្តយកវាមកលក់ឲ្យលោកសេដ្ឋីចាំយើងនឹងជួយទិញក្នុងតម្លៃថ្លៃចាប់ទុកថាយើងជួយសង្គ្រោះជីវិតរបស់ប្រពន្ធឯចោះក្របីនេះយើងឲ្យដល់10តម្លឹងនេះគឺជាការពិតមែនទេលោកសេដ្ឋីខ្ញុំពិតជាសប្បាយចិត្តឥតឧបមានៅពេលដែលខ្ញុំបានលក់ក្របីឲ្យលោកសេដ្ឋីថ្លៃបែបនេះលោកសេដ្ឋីសាក់ឲ្យក្របីនេះត្រឹមតែ6តម្លឹងតែប៉ុណ្ណោះប៉ុន្តែលោកសេដ្ឋីឲ្យទៅដល់10តម្លឹងយើងឲ្យក្នុងតម្លៃថ្លៃបែបនេះព្រោះតែយើងដឹងថាប្រពន្ធរបស់ឯងត្រូវការប្រាក់ដើម្បីយកទៅព្យាបាលដូច្នេះចាប់ទុកថាយើងឲ្យប្រាក់ប្រពន្ធឯងទៅព្យាបាលចុះមនុស្សល្អដូចជាលោកសេដ្ឋីប្រហែលជាមានមិនច្រើនទេខ្ញុំពិតជាសប្បាយចិត្តណាស់ដែលនៅក្នុងភូមិមានសេដ្ឋីតែងតែជួយដល់អ្នកភូមិបែបនេះមិនដូចជាលោកសេដ្ឋីសាក់តែងតែគិតកេងប្រវ័ញ្ចពីអ្នកភូមិជានិច្ចមាសប្រាក់លុយកាក់វាមិនសំខាន់ទេវាមិនអាចយកទៅតាមខ្លួនយើងបានទេនៅពេលដែលយើងស្លាប់ដូច្នេះបើសិនយើងនៅរស់មានជីវិតគួរតែសាងអំពើល្អឲ្យបានច្រើនអញ្ចឹងឯងទទួលប្រាក់10តម្លឹងនេះចុះយកប្រពន្ធទៅរកគ្រូពេទ្យបាទលោកសេដ្ឋីអរគុណច្រើនខ្ញុំសូមជម្រាបលាទៅផ្ទះវិញសិនហើយចាំខ្ញុំនឹងយកក្របីមកលក់ឲ្យលោកសេដ្ឋីទៀតនៅពេលណាមួយបុរសម្នាក់នោះក៏បានធ្វើដំណើរទៅផ្ទះគាត់វិញលោកសេដ្ឋីបើលោកសេដ្ឋីទិញក្នុងតម្លៃថ្លៃបែបនេះចុះបើសិនជាលោកសេដ្ឋីសាក់បានដឹងគាត់ប្រកាសជាខឹងនឹងលោកសេដ្ឋីហើយដែលលោកសេដ្ឋីទិញក្នុងតម្លៃថ្លៃហើយគាត់អាចគិតថាលោកសេដ្ឋីទិញក្នុងតម្លៃថ្លៃព្រោះតែចង់កាច់កងជាមួយគាត់វាជារឿងផ្ទាល់ខ្លួនគាត់តែប៉ុណ្ណោះគាត់ចង់យ៉ាងម៉េចតាមតែគាត់ទៅប៉ុន្តែយើងទិញក្នុងតម្លៃថ្លៃបែបនេះព្រោះតែយើងចង់ឲ្យប្រាក់គេមួយចំនួនទៀតយកប្រពន្ធទៅរកគ្រូពេទ្យលោកសេដ្ឋីពិតជាមានចិត្តប្រណីមែនអញ្ចឹងខ្ញុំសូមយកក្របីទៅខាងក្រោយផ្ទះសិនហើយកូនចៅលោកសេដ្ឋីក៏បានដឹកក្របីទៅខាងក្រៅផ្ទះចំណែកលោកសេដ្ឋីសាក់នៅពេលដែលគាត់បានដឹងរឿងរ៉ាវបែបនេះគាត់មានចិត្តខឹងយ៉ាងខ្លាំងនៅពេលដែលលោកសេដ្ឋីប៊ុនធឿនទិញក្របីក្នុងតម្លៃថ្លៃហើយអ្វីបើជាលោកសេដ្ឋីធឿនគេតែងតែចង់ឈ្នះយើងបែបនេះជានិច្ចការពិតទៅក្របីនៅក្នុងភូមិនេះលក់ក្នុងតម្លៃថោកប៉ុន្តែលោកសេដ្ឋីឲ្យតម្លៃកាន់តែថ្លៃទៅខ្ញុំគិតថាលោកសេដ្ឋីគួរតែធ្វើអ្វីម្យ៉ាងហើយដើម្បីឲ្យលោកសេដ្ឋីប៊ុនធឿនគាត់បានដឹងថ្នាំខ្លាំងព្រោះតែគាត់តែងតែផ្កើននឹងមុខរបរលោកសេដ្ឋីជានិច្ចតើឯងចង់ឲ្យយើងធ្វើយ៉ាងម៉េចជាមួយនឹងលោកសេដ្ឋីប៊ុនធឿនគ្រួសាររបស់លោកសេដ្ឋីប៊ុនធឿនមានទ្រព្យសម្បត្តិច្រើនជាងយើងទៅទៀតហើយនៅក្នុងភូមិអ្នកណាក៏ស្រឡាញ់ចូលចិត្តលោកសេដ្ឋីប៊ុនធឿនដែរវាគ្មានអ្វីពិបាកទេណាលោកសេដ្ឋីខ្ញុំស្គាល់គ្រូវេទមន្តលោកសេដ្ឋីទៅរកគ្រូវេទមន្តដើម្បីឲ្យគ្រូវេទមន្តដាក់អំពើទៅលោកសេដ្ឋីធឿនទៅដល់ពេលនោះលោកសេដ្ឋីធឿននឹងត្រូវស្លាប់នេះគឺជាគំនិតដែលយើងនឹកមិនឃើញប៉ុន្តែពេលនេះបែរជាឯងផ្ដោតគំនិតនេះឲ្យមកជើងវិញដូច្នេះឯងប្រញាប់នាំយើងទៅរកគ្រូវេទមន្តនៅពេលនេះភ្លាមទៅខ្ញុំចង់ផ្ដោតគំនិតនេះឲ្យលោកសេដ្ឋីយូរណាស់មកហើយប៉ុន្តែលោកសេដ្ឋីខ្ញុំមិនហ៊ានប្រាប់លោកសេដ្ឋីទេខ្ញុំខ្លាចលោកសេដ្ឋីខឹងដូច្នេះទើបខ្ញុំចិត្តដាច់នៅពេលនេះនិយាយប្រាប់លោកសេដ្ឋីតែម្ដងយើងសង្ឃឹមថាគ្រូវេទមន្តនឹងដាក់អំពើឲ្យលោកសេដ្ឋីធឿនបានស្លាប់ដល់ពេលនោះគ្រប់យ៉ាងនៅក្នុងភូមិនេះនឹងស្ថិតនៅក្រោមការគ្រប់គ្រងយើងតែម្នាក់ឯងទាំងមុខជំនួញទាំងស្រូវអង្គខ្ញុំស្គាល់លោកគ្រូវេទមន្តយ៉ាងច្បាស់អញ្ចឹងលោកសេដ្ឋីប្រញាប់ធ្វើដំណើរមកតាមខ្ញុំមកខ្ញុំនឹងនាំលោកសេដ្ឋីទៅនៅក្នុងពេលនេះកូនចៅលោកសេដ្ឋីសាក់ក៏បាននាំលោកសេដ្ឋីទៅរកគ្រូវេទមន្តនៅផ្ទះគ្រូវេទមន្តតើលោកសេដ្ឋីមករកខ្ញុំមានកិច្ចការអ្វីតើមែនទេខ្ញុំឮកូនចៅលោកសេដ្ឋីបានប្រាប់ថាលោកសេដ្ឋីចង់ឲ្យខ្ញុំធ្វើអំពើដាក់លោកសេដ្ឋីប៊ុនធឿនតើមែនទេជាការពិតមែនហើយណាលោកគ្រូខ្ញុំមកនេះគឺដើម្បីពឹងលោកគ្រូជួយដាក់អំពើឲ្យលោកសេដ្ឋីធឿនធ្វើយ៉ាងណាឲ្យគាត់ស្លាប់លឿនបំផុតខ្ញុំនឹងជួសគុណលោកគ្រូជាទីគាប់ចិត្តតើលោកសេដ្ឋីនឹងជូនសគុណខ្ញុំប៉ុន្មានទៅបើខ្ញុំអាចសម្លាប់លោកសេដ្ឋីប៊ុនធឿនបានខ្ញុំនឹងជូនប្រាក់ទៅលោកគ្រូ50តម្លឹងបើសិនជាលោកគ្រូអាចសម្លាប់លោកសេដ្ឋីប៊ុនធឿនបានប៉ុន្តែពេលនេះខ្ញុំជូនតែ25តម្លឹងសិនយល់ព្រមខ្ញុំនឹងធ្វើអំពើដាក់លោកសេដ្ឋីប៊ុនធឿននៅពេលនេះគាត់ប្រកាសជាត្រូវស្លាប់នៅពេលនេះជាមិនខាន
ប៉ុន្តែលោកសេដ្ឋីត្រូវតែគោរពតាមពាក្យសន្យាលោកសេដ្ឋីមិនត្រូវក្បត់ពាក្យសន្យាជាមួយខ្ញុំជាដាច់ខាតតើខ្ញុំទៅក្បត់ពាក្យសន្យាជាមួយលោកគ្រូយ៉ាងម៉េចទៅព្រោះតែខ្ញុំចង់សម្លាប់លោកសេដ្ឋីប៊ុនធឿនយូរណាស់មកហើយទើបតែពេលនេះខ្ញុំមករកលោកគ្រូដើម្បីឲ្យលោកគ្រូជួយសម្លាប់ខ្ញុំមានរហស្សនាមថាបើមិនឃើញប្រាក់ខ្ញុំមិនអាចធ្វើការបានដូច្នេះលោកសេដ្ឋីប្រគល់ប្រាក់25តម្លឹងឲ្យខ្ញុំនៅពេលនេះសិនមកខ្ញុំនឹងចាត់ការនៅពេលនេះតែម្ដងនៅពេលនោះលោកសេដ្ឋីសាក៏បានប្រគល់ប្រាក់25តម្លឹងឲ្យទៅលោកគ្រូវេទមន្តនេះគឺជាប្រាក់ណាលោកគ្រូចាត់ការនៅពេលនេះទៅខ្ញុំនឹងទៅផ្ទះវិញដើម្បីរងចាំដំណឹងល្អពីលោកគ្រូហើយនៅពេលដែលការងារនេះជោគជ័យនៅពេលណាមួយខ្ញុំនឹងប្រគល់ប្រាក់បន្ថែមទៀតឲ្យទៅលោកគ្រូនៅពេលដែលលោកសេដ្ឋីបានប្រគល់ប្រាក់ឲ្យគ្រូវេទមន្តរួចហើយលោកគ្រូវេទមន្តក៏ចាប់ផ្ដើមធ្វើពិធីដាក់អំពើទៅលោកសេដ្ឋីប៊ុនធឿនលោកសេដ្ឋីប៊ុនធឿនគាត់បានដេកឈឺក្តៅពេញខ្លួនព្រោះតែគាត់ត្រូវអំពើរបស់លោកគ្រូវេទមន្តនៅពេលនោះប្រពន្ធរបស់គាត់បានដឹងច្បាស់ថាប្តីរបស់ខ្លួនកំពុងតែត្រូវអំពើរបស់អ្នកដទៃគាត់ក៏បានបញ្ជាឲ្យកូនចៅទៅនិមន្តព្រះសង្ឃដើម្បីមកជួយប្តីរបស់គាត់ឯងឆាប់ទៅនិមន្តព្រះសង្ឃមកដើម្បីជួយលោកសេដ្ឋីនៅពេលនេះព្រោះតែលោកសេដ្ឋីកំពុងតែត្រូវអំពើរបស់គេហើយឯងប្រញាប់ទៅនិមន្តព្រះសង្ឃនៅពេលនេះមកបាទលោកសេដ្ឋីនេះខ្ញុំនឹងទៅនិមន្តព្រះសង្ឃនៅពេលនេះដើម្បីមកជួយលោកសេដ្ឋីខ្ញុំនឹងប្រញាប់ទៅនៅពេលនេះកូនចៅលោកសេដ្ឋីក៏បានប្រញាប់ទៅនិមន្តព្រះសង្ឃដើម្បីមកជួយលោកសេដ្ឋីនេះតើជាអ្នកណាទៅដែលហ៊ានធ្វើអំពើបែបនេះដាក់ប្តីរបស់យើងកុំឲ្យយើងដឹងឲ្យសោះថាជាអ្នកណាបើយើងដឹងយើងនឹងមិនលើកលែងជាដាច់ខាតបន្តិចក្រោយមកព្រះសង្ឃក៏បាននិមន្តមកដល់ហើយក៏បានជួយសង្គ្រោះជីវិតលោកសេដ្ឋីដោយព្រះសង្ឃបានសូត្រមន្តស្រោចទឹករហូតដល់លោកសេដ្ឋីបានដឹងខ្លួនវិញខ្ញុំកណាពិតជាអរគុណព្រះអង្គខ្លាំងណាស់ខ្ញុំកណាស្មានតែខ្លួនឯងស្លាប់បាត់ហើយទាំងដែលនៅក្នុងខ្លួនខ្ញុំកណាពោពេញទៅដោយភ្លើងលោកសេដ្ឋីត្រូវអំពើរបស់គេដូច្នេះអាត្មាគិតថាបើអាត្មាមិនអាចជួយលោកសេដ្ឋីបានលោកសេដ្ឋីនឹងត្រូវស្លាប់ជាមិនខានព្រោះតែអ្នកធ្វើអំពើមានយុទ្ធសាស្ត្រខ្លាំងតើខ្ញុំកណាត្រូវធ្វើយ៉ាងម៉េចទៅទើបអាចការពារខ្លួនអំពីអំពើបែបនេះបានសូមព្រះអង្គជួយការពារខ្ញុំកណានិងក្រុមគ្រួសារខ្ញុំកណាផងមានតែវិធីមួយប៉ុណ្ណោះលោកសេដ្ឋីត្រូវតែពាក់ខ្សែនៅចង្កេះដែលអាត្មាបានធ្វើឲ្យលោកសេដ្ឋីហើយនៅពេលនោះវានឹងអាចជួយការពារលោកសេដ្ឋីអំពីអំពើទាំងអស់នោះបានមានត្រឹមតែប៉ុណ្្នឹងមេទេគុណម្ចាស់ឬមួយខ្ញុំកណាត្រូវធ្វើអ្វីបន្តទៀតលោកសេដ្ឋីត្រូវតែតមសាច់ឆ្កែហើយលោកសេដ្ឋីមិនត្រូវដើរក្រោមស្នួរហាកៅអៅថែមទៀតដូច្នេះខ្សែចង្កេះនេះអាចការពារលោកសេដ្ឋីបានហើយបន្ទាប់ពីមានព្រះពុទ្ធដីកាប្រាប់លោកសេដ្ឋីរួចហើយព្រះសង្ឃព្រះចៅអធិការវត្តក៏បាននិមន្តទៅវត្តវិញលោកគ្រូវេទមន្តក៏បានឡើងដល់លើផ្ទះហើយគាត់មិនអាចធ្វើអ្វីលោកសេដ្ឋីប៊ុនធឿនបានដោយសារតែមានព្រះសង្ឃបានធ្វើខ្សែឲ្យលោកសេដ្ឋីប៊ុនធឿនពាក់ហើយលោកគ្រូវេទមន្តមិនអាចធ្វើអ្វីបានទើបបានជាបណ្ដាលឲ្យលោកសេដ្ឋីសាក់ខឹងទារប្រាក់ពីលោកគ្រូវេទមន្តវិញហើយគ្រូវេទមន្តគាត់មិនព្រមឲ្យប្រាក់ទៅលោកសេដ្ឋីប៊ុនសាក់វិញដោយគាត់មានចិត្តខឹងនឹងលោកសេដ្ឋីដែលបានទារប្រាក់ពីគាត់លោកគ្រូវេទមន្តក៏បានបដូរគំនិតធ្វើអំពើដាក់លោកសេដ្ឋីសាក់ឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងគាត់ក៏បានដេកប្រកាច់ដោយការឈឺចាប់ដល់អំពើធ្មប់ដែលបានចូលដល់ក្នុងខ្លួនរបស់គាត់ទើបបានជាបណ្ដាលឲ្យលោកសេដ្ឋីសាក់បានស្លាប់នៅក្នុងពេលនោះមួយរំពេចលោកគ្រូវេទមន្តនៅពេលដែលបានដឹងថាលោកសេដ្ឋីសាក់បានស្លាប់បាត់ហើយគាត់ក៏បានប្រញាប់ចាកចេញពីផ្ទះរបស់គាត់ទៅរស់នៅស្រុកឆ្ងាយជាមួយនឹងទ្រព្យសម្បត្តិដោយគាត់ឈប់ប្រព្រឹត្តអំពើមន្តអាគមបន្តទៀតចំណែកលោកសេដ្ឋីប៊ុនធឿនគាត់ក៏បានរស់នៅក្នុងភូមិដោយមានក្តីសុខហើយក៏តែងតែជួយដល់អ្នកទីទាល់លំបាកជារៀងរហូតទៅ